Hello សុខសប្បាយទេបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកអាប់ដេតជាមួយនឹងទីផ្សារ market ជាថ្មីមកហឹកនេះខ្ញុំអត់សូវបានអាប់ដេតជាមួយបងប្អូនដោយសារតែមានការរវល់ច្រើនគួរសមដែរហើយដកខ្លួនអត់រួចដល់ពេលអញ្ចឹងទៅថ្ងៃនេះខ្ញុំចង់ឆ្លៀតឱកាសជាមួយទីផ្សារអាប់ដេតជាមួយបងប្អូនដែរទីផ្សារគឺថ្ងៃនេះបានឡើងខ្លាំងគួរសមហើយថ្ងៃនេះខ្ញុំចង់ណែនាំបងប្អូនអំពី stock មួយដែរជា stock ល្អដែរហើយតម្លៃវាគឺក្រៅ$100បងប្អូនក្រុមហ៊ុននេះគឺ Nuclear Energy ហើយក្រុមហ៊ុននេះគឺល្អគួរសមហើយខ្ញុំក៏ចូលចិត្តលេងដែរតែខ្ញុំអត់ដែរបាននិយាយនៅក្នុងវីដេអូឯងបងប្អូនដោយសារតាខ្ញុំមាន stock ច្រើនដែលត្រូវមើលហើយនេះ stock វិញនេះគឺល្អដែរដែលមានឈ្មោះsymbol វាគឺ OKLO ក្រុមហ៊ុននេះគឺល្អហើយឡើងចុះលឿនណាបងប្អូនបើសិនជាយើងលេងទិញលក់ short term ណាក្រុមហ៊ុននេះគឺល្អដូច UU ដែរ UU ក៏ចុះឡើងលឿនដែរបងប្អូនហើយកាលពីម្សិលមិញក្រុមហ៊ុនហ្នឹងគឺចុះរហូតដល់ទៅ$5ក្នុងមួយ share ហើយខ្ញុំទិញក្រុមហ៊ុនហ្នឹងម្សិលមិញទេខ្ញុំទៅទិញថ្ងៃនេះគឺវាឡើងដល់$11ហើយក្រុមហ៊ុនផ្សេងៗក៏ឡើងដែរបងប្អូនឡើងច្រើនមែនទែនហើយក្រុមហ៊ុននេះគឺគេថ្ងៃនេះគេឡើងដោយសារតែខ្ញុំមើលព័ត៌មានគឺគេកាត់ approval from នៅសហរដ្ឋអាមេរិកតែគេបើករោងចក្របងប្អូនដល់ចឹងទៅក្រុមហ៊ុននេះគឺបានស្ទុះឡើងរហូតដល់ទៅ$11បងប្អូនហើយខ្ញុំនឹងដាក់ឈ្មោះបងប្អូនដាក់ឈ្មោះក្រុមហ៊ុនហ្នឹងនៅក្នុងអក្សរនៅខាងក្រោមបងប្អូនហើយបងប្អូនអាច follow មើលទៅក្រុមហ៊ុននេះល្អហើយខ្ញុំទិញលក់ច្រើនដងហើយបងប្អូនមិនតិចជាង20ដងហើយក្រុមហ៊ុននេះហើយក្រុមហ៊ុននេះគឺទៅថ្ងៃអនាគតល្អបើសិនជាបងប្អូនចង់ទុក long term ហើយម្យ៉ាងវិញទៀតខ្ញុំចង់អាប់ដេតជាមួយបងប្អូនអំពី Palantir បងប្អូន PLTR ឥឡូវគឺចុះរហូតដល់ទៅដូចជា$10ជាងណាកាលពីមហឹកម៉ានមុនគឺវាខ្ទង់140ជាងឥឡូវនេះវាធ្លាក់នៅសល់តែ130ជាងឯងខ្ញុំឮព័ត៌មានគេថាវាអាចចុះថែមទៀតប្រហែលជា$4-5ថែមទៀតបងប្អូនប៉ុន្តែខ្ញុំបានទិញខ្លះហើយកាលពីថ្ងៃនេះគឺខ្ញុំបានទិញច្រើនគួរសមដែរខ្ញុំទិញរហូតដល់ទៅ300-400 share ហើយបើសិនជាស្អែកហ្នឹងវាចុះទៀតប្រហែលជាខ្ញុំទិញខ្លះទៀតព្រោះអី Palantir គឺឡើងលឿនគួរសមដែរបងប្អូនខ្ញុំចូលចិត្តក្រុមហ៊ុនហ្នឹងដែរហើយថ្ងៃនេះខ្ញុំគាត់ចង់អាប់ដេតជាមួយបងប្អូនថា AMD អីគឺឡើងរហូតដល់ទៅ$60បងប្អូនច្រើនមែនតើហើយឡើងស្ទុះចឹងបងប្អូនវាអាចធ្លាក់មកវិញក៏ខ្លាំងដែរដូច្នេះការវិនិយោគទុនយើងទៅប្រុងប្រយ័ត្នបន្តិចព្រោះអីវាអាចធ្លាក់លឿនណាហើយខ្ញុំបានទិញកាលពីម្សិលមិញហ្នឹង SCC គឺវាបានចុះរហូតដល់ទៅជា$6ក៏$7ទេហើយខ្ញុំបានទិញម្សិលមិញហើយថ្ងៃនេះគឺវាឡើងរហូតដល់$9ទិញតែមួយយប់ងើបឡើងយកលុយហ្មងបងប្អូនចាំមកថាពេលណាវាពេលដែលវាចុះខ្លាំងបងប្អូនលេងវាយើងទិញវាយ៉ាងយូរ2-3ថ្ងៃវាមកវិញឯងបងប្អូនបើសិនជាយើងមិនរំពឹងលោភលន់ពេកបងប្អូនមិនតំមុំយើងយកចេញគឺស្រួលមែនតើបងប្អូនលុយហើយដូច SCC ម្សិលមិញគឺចុះ$7ខ្ញុំទិញគួរសមដែរដូចទិញច្រើនគួរសមដូចបាន300-400ដែរបងប្អូន300-400 share អញ្ចឹងខ្ញុំចំណេញគួរសមដែរថ្ងៃនេះខ្ញុំលក់ short term ច្រើនណាស់ពួកខ្ញុំទិញម្សិលមិញខ្ញុំទិញអស់ច្រើនហើយថ្ងៃនេះខ្ញុំលក់យកលុយខ្ញុំវិញទាំងអស់ហើយ
ខ្ញុំមើលញូទៅឃើញអា free market នេះគឺវាចុះវិញណាបងប្អូនអញ្ចឹងប្រហែលជាស្អែកហ្នឹងវាមានចុះវិញដែរព្រោះអីថ្ងៃនេះគឺសន្ទុះវាខ្លាំងណាបងប្អូនអញ្ចឹងវានឹងចុះវិញហើយស្អែកហ្នឹងប៉ុន្តែខ្ញុំប្រហែលជាអត់តន់ទិញទេចាំមើលវាចុះឲ្យដល់ប្រហែលជា4-5រៀលឬក៏10រៀលមកត្រឡប់មកអាកន្លែងវាវិញបាទខ្ញុំទិញវិញហើយមិនខ្ញុំនឹងអាប់ដេតផ្សេងឲ្យបងប្អូនមើលទៀតហើយព្រោះអីថ្ងៃនេះគឺវាឡើងគ្រប់ប្រមុខល្អមែនទេថ្ងៃនេះជាថ្ងៃសំណាងអូខេមិនខ្ញុំនឹងអាប់ដេតជាមួយបងប្អូនបន្តទៅមុខទៀតហើយចាំមើលព័ត៌មានបើសិនជាមានព័ត៌មានអីល្អខ្ញុំនឹងអាប់ដេតជាមួយបងប្អូននៅថ្ងៃស្អែកបើសិនជាខ្ញុំអាចឆ្លៀតបានព្រោះអីមហឹកនេះការងារខ្ញុំរពលដែរអញ្ចឹងទៅមកផ្ទះល្ងាចអីដល់អញ្ចឹងទៅអត់សូវបានធ្វើវីដេអូជាមួយបងប្អូនអូខេអរគុណច្រើនបងប្អូនហើយជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន